សូមអនុញ្ញាតឲ្យខ្ញុំបាននៅតាមបម្រើលោកប្រុសប្រៀបដូចជាសត្វពាហនៈដ៏មានក្តីស្មោះត្រង់បំផុតជានិច្ចចុះលោកគ្រូហួងមីងបានប្រឹងស្រែកអង្វរករទាំងក្តីភ័យខ្លាចជាពន់ពេកព្រោះដឹងខ្លួនច្បាស់ថាប្រសិនបើលើកនេះមិនព្រមអង្វរករទេគឺមានតែសេចក្តីស្លាប់មួយគត់គ្មានផ្លូវរស់ឡើយលុះនៅពេលដែលបានកលេចមើលឃើញពពុះផ្សែងអាប់ពណ៌ខ្មៅកំពុងតែឡោមព័ទ្ធជូហ្វានបានពោលឡើងដោយទឹកដមសម្លេងដ៏ត្រជាក់ស្រទន់បំផុតថាពពុះផ្សែងអាប់ពណ៌ខ្មៅទាំងនេះគឺកំពុងតែហុយភាយ៉ាងខ្លាំងក្លាណាស់ដឹងទេហើយរូបអញជូហ្វានគឺមិនដែលធ្លាប់ចេះចោះចាញ់ឬមេត្តាប្រោសប្រណីឲ្យសត្រូវម្ដងណាឡើយនៅក្នុងរឿងរ៉ាវនៃការកំណត់អាយុជីវិតនិងសេចក្តីស្លាប់នោះលោកគ្រូហួងមីងត្រូវបានរងនៅពពុះផ្សែងអាប់ពណ៌ខ្មៅដ៏សាហាវនោះបើការឆាបឆេះកំតិចរហូតធ្វើឲ្យរលាយបាត់បង់អស់ទាំងសាច់និងឆ្អឹងភ្លាមព្រះអង្គម្ចាស់ទី2ភ័យខ្លាចខ្លាំងរហូតដល់ថ្នាក់ប្រញាប់បោះជំហានជើងថយក្រោយជូហ្វានបានកវីបង្វិលរូបរាងកាយរបស់គេស្រាលៗរួចហើយក៏បានបោះជំហានជើងដើរតម្រង់ត្រង់សម្ដៅទៅរកព្រះអង្គម្ចាស់ទី2ភ្លាមលុះនៅពេលដែលបានមើលឃើញនៅស្នាមញញឹមដ៏គួរឲ្យខ្លាចរន្ធត់ចិត្តខ្លាំងរបស់គេបែបនេះព្រះអង្គម្ចាស់ទី2ក៏កើតមានការញ័រទៅត្រឹកប្រកាយខ្លាំងរួចស្រែកថាខ្ញុំដឹងខ្លួនខុសហើយសូមលោកមេការគ្រប់គ្រងមេត្តាកុំដាក់ទោសទណ្ឌកម្មដល់រូបខ្ញុំតទៅទៀតអីសូមលោកមេត្តាប្រោសប្រទានលើកលែងជីវិតឲ្យខ្ញុំផងចុះមិនទាន់ទាំងបានបាត់បង់នៅក្តីភ័យស្លន់ស្លោផងព្រះអង្គម្ចាស់ទី2ក៏បានបន្តពោលពាក្យសំពះអង្វរករជាបន្តទៀតភ្លាមគឺគ្រាន់តែដោយសារតែបានរងនឹងការគំរាមកំហែងបន្តិចបន្តួចពីសំណាក់ជូហ្វានតែប៉ុណ្ណោះសោះព្រះអង្គម្ចាស់ទី2ក៏បានដួលផ្កាប់ព្រះភ័ក្ត្រទៅលើផ្ទៃដីភ្លាមបាត់ទៅហើយចាំទុកឲ្យច្បាស់ចុះថាលុះនៅថ្ងៃក្រោយខាងមុខប្រសិនបើឯងនៅហ៊ានមានចិត្តថ្លើមធំមករកទង្វើបែបនេះទៀតអញនឹងធ្វើឲ្យឯងត្រូវស្លាប់ទៅទាំងក្តីលំបាកវេទនាខ្លាំងជាងបុរសចាស់ជរាម្នាក់នោះទៅទៀតព្រះអង្គម្ចាស់ទី2បានប្រញាប់ងក់ព្រះសិរសាទ្រឹកទាំងរូបរាងកាយមានការញ័រទៅទ្រឹកខ្លាំងគឺលែងហ៊ានហើបមាត់បញ្ចេញពាក្យសម្ដីតវ៉ាអ្វីបន្តិចឡើយទោះបីជាដឹងខ្លួនច្បាស់ណាស់ថាពេលនេះខ្លួនឯងកំពុងតែត្រូវគេបើកការមើលងាយជិះជាន់ខ្លាំងក៏ដោយដឹងទេថាប្រសិនបើគុំតែដោយសារតែការគិតដល់ផ្ទៃប្រភពរបស់ព្រះបិតាឯងទេនោះរូបឯងគឺច្បាស់ជានឹងហែកកំទេចរូបរាងកាយឯងឲ្យដាច់ចេញជាចំណែកបាត់ទៅហើយជឿទេប៉ុន្តែសម្រាប់នៅក្នុងលើកនេះគឺរូបខ្ញុំសូមបើកចិត្តយោគយល់លើកលែងទោសឲ្យឯងមកគ្រាសិនចុះពោលដាច់ពាក្យសម្ដីភ្លាមជូហ្វានក៏បានបើកការវាយប្រហារសម្រុកមួយក្បាច់សម្ដៅត្រង់ទៅបុកទង្គិចគ្នាជាមួយនឹងផ្ទៃដីយ៉ាងខ្លាំងក្លាហំបំផុសរហូតធ្វើឲ្យដំណាក់រាជវាំងទាំងមូលត្រូវកើតមានការរំជួយរង្គើខ្លាំងឡើងភ្លាមសំឡេងបន្លឺផ្ទុះបោកបក់ដ៏ខ្លាំងក្លាបានលាន់បន្លឺឡើងកងរំពងពេញអាកាសជូហ្វានបានវាយប្រហារបញ្ចេញនៅរលកពន្លឺធម្មពលដ៏មហិមាឲ្យបើកការហោះសាយភាយទៅគ្រប់ច្រកល្ហកនៃទីកន្លែងមួយនោះភ្លាមគឺគ្រាន់តែនៅក្នុងរយៈពេលត្រឹមតែមួយប៉ព្រិចភ្នែកតែប៉ុណ្ណោះដំណាក់រាជវាំងដ៏ធំមួយខ្សែក៏ត្រូវបានរងនឹងការរលាយបាត់បង់និងបានប្រែក្លាយខ្លួនទៅជាពពុះធូលីដីហុយពេញអាកាសភ្លាមបាត់ទៅហើយកម្លាំងវាយប្រហារដ៏មហិមារបស់ជូហ្វានបានធ្វើឲ្យទីក្រុងឡុងវ៉ានទាំងមូលត្រូវកើតមានការរញ្ជួយញ័រទៅទ្រឹកខ្លាំងរីឯស្ថិតនៅក្នុងផ្នែកខាងក្នុងនៃព្រះបរមរាជវាំងដ៏ធំល្វឹងល្វើយវិញព្រះចៅអធិរាជគឺកំពុងតែសំងំលេងល្បែងវាយកូនអុកជាមួយនឹងលោកមេទ័ពការពារជាតិយ៉ាងស្ងប់ស្ងាត់ប៉ុន្តែស្រាប់តែភ្លាមនោះក៏មានសម្លេងបន្លឺផ្ទុះយ៉ាងខ្លាំងមួយបានលាន់បន្លឺឡើងយ៉ាងរញ្ជួយផែនដីញាប់ញ័រខ្លាំងគួរឲ្យខ្លាចតើវាមានរឿងរ៉ាវអ្វីកើតឡើងនឹងព្រះចៅអធិរាជមានការភ្ញាក់ផ្អើលនៅក្នុងប្រទេសជាខ្លាំងពួកសេនាទាហានបានប្រញាប់រត់ចូលមកជម្រាបទូលថាក្រាបទូលព្រះអង្គសម្រាប់នៅក្នុងពេលនេះគឺពួកទូលបង្គំនៅមិនទាន់បានដឹងច្បាស់ឡើយថាប្រភពនៃសម្លេងផ្ទុះអំបញ្ញមិញនេះវាបន្លឺមកពីទីតាំងណាឲ្យប្រកបប៉ុន្តែបើតាមប៉ាន់ស្មានមើលទៅគឺវាហាក់បីដូចជាមកពីទីតាំងដំណាក់របស់ព្រះអង្គម្ចាស់ទី2ឡើយព្រះអង្គតើវាពិតជាផែនការទង្វើឈួតឡប់របស់អាឡិតកូនប្រុសទី2ម្នាក់នោះសារជាថ្មីម្ដងទៀតមែនទេចូលពួកឯងប្រញាប់ធ្វើដំណើរទៅបើកការស៊ើបអង្កេតមើលឲ្យបានច្បាស់លាស់ភ្លាមទៅព្រះចៅអធិរាជកើតមានក្តីខឹងសម្បារយ៉ាងខ្លាំងនៅក្នុងព្រះតីពួកសេនាទាហានបានលំអរកាយគោរពរួចហើយក៏បានប្រញាប់ដើរចាក់ចេញទៅភ្លាមខណៈនោះលោកមេទ័ពក៏បានបើកព្រះអស្មានបន្ទូលឡើងជម្រាបទូលថាក្រាបទូលព្រះអង្គដោយសារតែផ្អែកទៅលើសម្លេងផ្ទុះដ៏មានអំណាចខ្លាំងក្លាមហិមាដល់ថ្នាក់នេះហើយនោះគឺវាយល់ឃើញថាប្រកាសជាកើតមាននៅព្រឹត្តិការណ៍ដ៏ធំធេងអ្វីមួយបាត់ទៅហើយដឹងហេតុនេះរូបទូលបង្គំគឺពិតជាគួរណានឹងត្រូវធ្វើដំណើរទៅសម្លឹងមើលស្ថានភាពបន្តិចព្រះចៅអធិរាជដកដង្ហើមធំរួចហើយទ្រង់ក៏បានងក់ព្រះសិរសាបើកចិត្តអនុញ្ញាតបើកផ្លូវឲ្យលោកមេទ័ពធ្វើដំណើរទៅបានសម្រេចរីឯស្ថិតនៅក្នុងគេហដ្ឋានផ្ទាល់ខ្លួនរបស់លោកអគ្គមហាសេនាបតីវិញស្រាប់តែមានពួកអ្នកបម្រើម្នាក់បានដើរមកខ្សឹបជម្រាបរាយការណ៍ប្រាប់ដល់លោក Zoker Chang Feng ភ្លាមលុះបានដឹងការពិតហើយលោក Zoker Chang Feng ក៏បានលេចនៅស្នាមញញឹមដ៏ត្រជាក់សោចចំអកលកលើយឡើងភ្លាមថាដឹងទេថាសូម្បីតែរូបខ្ញុំផ្ទាល់ក៏នៅមិនទាន់មានចិត្តក្លាហានហ៊ានដើរទៅប៉ះពាល់ដល់រូបគេម្ដងណាផងសោះចុះហេតុអីបានជាអាល្អិតម្នាក់នោះបែរជាហ៊ានមានចិត្តថ្លើមធំដើរទៅបង្កើតរឿងរ៉ាវទំនាស់សត្រូវជាមួយនឹងគេទៅវិញពិតជាមនុស្សល្ងង់ខ្លៅមែនស្ថិតនៅឯទីតាំងនៃតំបន់ចលងភ្នំរបស់និកាយទ្វារអាតកំបាំងវិញរាល់ការរំជួយញ័រទៅទ្រឹកខ្លាំងនៃផ្ទៃដីអំបញ្ញមិញនេះគឺមិនបានធ្វើឲ្យពួកចាស់ទុំកើតមានចិត្តភិតភ័យឬតក់ស្លុតអ្វីឡើយទីបំផុតពេលវេលាដ៏មានតម្លៃសំខាន់មួយនេះគឺវាពិតជាបានប្រញាប់ធ្វើដំណើរមកដល់ពិតមែនហើយមេដឹកនាំនិកាយទ្វារអាតកំបាំងបានដកដង្ហើមធំវែងចេញមកពីក្នុងទ្រូងរួចគិតកាលពីមុនពួកយើងធ្លាប់បានចេញមុខមកដាស់តឿនព្រមានរួចរាល់អស់ហើយតើថាកម្លាំងសមត្ថភាពនិងល្បិចកលយុទ្ធសាស្ត្ររបស់ជូហ្វានគឺមិនមែនជាមនុស្សកម្រិតធម្មតាឡើយប៉ុន្តែព្រះអង្គម្ចាស់ទី2គឺនៅតែហ៊ានមានចិត្តថ្លើមធំដើរទៅបង្កើតរឿងរ៉ាវទំនាស់សត្រូវជាមួយនឹងគេដដែលទ្រង់គឺមិនព្រមបើកចិត្តទទួលយកនៅរាល់ពាក្យពេចន៍ដំបូន្មានល្អៗទាំងឡាយឡើយចេះតែមានចរិតចូលចិត្តធ្វើអ្វីទៅតាមតែអំពើចិត្តចង់ផ្ទាល់ខ្លួនរហូតចុះសម្រាប់នៅក្នុងពេលនេះឯងពិតជាបានដឹងខ្លួនច្បាស់ហើយមែនទេថាបុគ្គលម្នាក់នោះគឺជាមនុស្សដ៏មានភាពល្ងង់ខ្លៅខ្លាំងកម្រិតណាទៅ
ចុះតើពួកយើងនៅមានសេចក្តីចាំបាច់គួរណានឹងត្រូវទៅរួមសហការដៃជាមួយនឹងវាជាបន្តទៀតដែរទេពួកសមាជិកនៅក្នុងនិកាយទ្វារអាថ៌កំបាំងចាប់ផ្ដើមកើតមានក្តីមន្ទិលសង្ស័យជាខ្លាំងព្រោះនៅចំខណៈពេលដែលរឿងរ៉ាវទំនាស់ចំនួនសត្រូវរវាងព្រះអង្គម្ចាស់ទី2រួចជាមួយនឹងខាងភាគីរបស់ត្រកូលលូគឺកាន់តែកើតមានភាពខ្លាំងក្លាឡើងបែបនេះប្រសិនបើពួកយើងនៅតែរឹងរូសរកវិធីទៅជួយបើកការគ្រប់គ្រងដល់រូបទ្រង់ទៀតនោះពួកយើងច្បាស់ណាស់ថានឹងត្រូវជាប់ពាក់ព័ន្ធរងគ្រោះថ្នាក់ដូចគ្នាដែរព្រោះបើគិតគូរឲ្យបានដិតដល់ទៅស្ថិតនៅក្នុងចំណោមព្រះអង្គម្ចាស់ទាំង3ព្រះអង្គនោះគឺបុគ្គលដែលជាព្រះរាជទាយាទធំគឺមានចរិតលក្ខណៈស្មុគស្មាញមានភាពពិបាកក្នុងការស្វែងយល់ដឹងពីចិត្តខ្លាំងណាស់រីឯព្រះអង្គម្ចាស់ទី3វិញគឺចេះតែមានចរិតចូលចិត្តរស់នៅបង្កើតតែសេចក្តីសប្បាយរីករាយទៅទេទៅតែប៉ុណ្ណោះសោះដូចនេះមានតែព្រះអង្គម្ចាស់ទី2ម្នាក់គត់ដែលពួកយើងអាចយកមកប្រើប្រាស់ជាប្រយោជន៍បានវាពិតជាធ្វើឲ្យរូបខ្ញុំមានការកើតមាននូវក្តីលំបាកចិត្តនិងខ្វល់ខ្វាយក្នុងចិត្តខ្លាំងណាស់នៅក្នុងការជ្រើសរើសផ្លូវដើរដ៏ត្រឹមត្រូវមួយលោកមេតកូលបានត្រឹមតែងក់ក្បាលរបស់គេស្រាលៗព្រោះមិនមានការនឹកស្មានទុកជាមុនតតែសោះថាពេលនេះផែនការរបស់ពួកគេគឺត្រូវតែមកដើរឈានជើងដល់គន្លងផ្លូវដ៏តច្រកបែបនេះសោះខណៈនោះជូហ្វានបានលេចនៅស្នាមញញឹមដ៏ត្រជាក់ស្រទុំគួរឲ្យខ្លាចឡើងនៅលើផ្ទៃមុខរបស់គេគឺសុទ្ធសឹងតែពោពេញទៅដោយចរិតលក្ខណៈដ៏កាចសាហាវឃោរឃៅបំផុតនៅក្នុងខណៈពេលដែលគេកំពុងតែលូកដៃទៅចាប់កន្ទឹងករបស់ព្រះអង្គម្ចាស់ទី2លើកឡើងទៅលើអាកាសរួចគេពោលឯងមានបំណងចិត្តចង់ឡើងគ្រងរាជ្យធ្វើជាស្ដេចអធិរាជខ្លាំងណាស់មែនទេបើអញ្ចឹងសម្រាប់នៅក្នុងពេលនេះរូបអញច្បាស់ជានឹងកំទេចចោលនៅរាល់ក្តីមហិច្ឆតាឈួតលប់របស់ឯងឲ្យរលាយអស់ដោយអញនឹងរកវិធីបើកការវាយដំធ្វើបាបរូបរាងកាយឯងនៅចំកណ្ដាលទីក្រុងឡុងវ៉ានមួយនេះឲ្យមហាជនបានឃើញដើម្បីធ្វើឲ្យឯងត្រូវតែមកទទួលរងនៅក្តីអាម៉ាស់មុខពន់ពេកព្រោះចូលឯងចាំទុកឲ្យច្បាស់ចុះថានៅក្នុងលោកដ៏ធំមួយនេះគឺមិនដែលធ្លាប់កើតមានជាប់នៅព្រះអង្គម្ចាស់អង្គណាម្នាក់ដែលធ្លាប់ទទួលរងនៅក្តីអាម៉ាស់មុខខ្លាំងដល់ថ្នាក់នឹងហើយអាចមានឱកាសឡើងគ្រងរាជ្យធ្វើជាស្ដេចបានពីព្រោះតែបណ្ដាលមកពីបុគ្គលម្នាក់នោះបានបាត់បង់ទៅរួចជាស្រេចហើយនៅរាល់កិត្តិយសនិងសេចក្តីថ្លៃថ្នូរក្នុងនាមជាតំណែងតំណាងឲ្យប្រទេសជាតិទាំងមូលនោះឯងហាហាប៉ុន្តែទោះជាយ៉ាងណាក៏ដោយលុះត្រាតែរូបគេម្នាក់នោះគឺជាបុគ្គលតែម្នាក់គត់ដែលជាអ្នកស្នងរាជបល្ល័ង្កបន្តតែប៉ុណ្ណោះទើបគ្មានជំរើសព្រះអង្គម្ចាស់ទី2ភ័យស្លន់ស្លោខ្លាំងសូមលោកមេការគ្រប់គ្រងមេត្តាប្រោសប្រណីកុំធ្វើបាបដល់រូបទូលបង្គំតទៅទៀតអីខ្ញុំពិតជាដឹងខ្លួនខុសហើយរូបខ្ញុំពិតជាបានបង្កើតនៅទង្វើខុសឆ្គងដ៏ធំធេងពិតប្រាកដមែនដូចនេះសូមលោកមេត្តាកំពូលពាក្យប្រមាថជិះជាន់ដល់ខ្ញុំទៀតអីព្រោះសម្រាប់នៅក្នុងពេលនេះសូម្បីតែតំណែងជាព្រះអង្គម្ចាស់ធម្មតាម្នាក់ក៏រូបខ្ញុំលែងមានចិត្តចង់រស់នៅធ្វើវាបន្តទៀតបាត់ទៅហើយដែរដងនឹងយូហ្វានស៊ុនជីកើតមានក្តីភិតភ័យក្នុងចិត្តខ្លាំងព្រោះនាងគឺទើបតែបានដឹងយល់ច្បាស់ពីចរិតលក្ខណៈដ៏មានភាពសាហាវឃោរឃៅដាច់ចិត្តរបស់ជូហ្វានតែប៉ុណ្ណោះសោះហេតុនេះនាងក៏បានសម្រេចចិត្តភ្លាមថានឹងត្រូវតែចេញមុខមកខាត់ខាំងមិនបណ្ដោយឲ្យជូហ្វានអាចមានឱកាសធ្វើអ្វីទៅតាមតែអំពើចិត្តចង់របស់គេបានទៀតឡើយសូមលោកមេការចូលគម្រោងពិធីធ្វើទង្វើបែបនេះអីសូមលោកមេត្តាប្រោសប្រទានលើកលែងរក្សាជីវិតឲ្យលោកបងប្រុសរបស់ខ្ញុំបានរស់រានតទៅទៀតផងចុះស្របពេលជាមួយគ្នានោះសំឡេងផ្ទុះសំណាចឡើងប្រកបដោយការសើចចំអកមួយក៏បានលាន់លឺបន្លឺឡើងខណៈពេលដែលព្រះអង្គម្ចាស់ទី3បានប្រញាប់ប្រញាល់ធ្វើព្រះរាជដំណើរយាងមកដល់ទីតាំងមួយនេះទាន់ពេលល្មមជូហ្វានបានងាកកសែភ្នែកទៅសម្លឹងមើលមិននឹកស្មានសោះថាឯងពិតជាមានចិត្តកើតមានក្តីស្រឡាញ់និងបារម្ភពីសុវត្ថិភាពបងប្រុសរបស់ឯងខ្លាំងដល់ថ្នាក់នឹងសោះណាប៉ុន្តែបើដើរទៅតាមចរិតលក្ខណៈពិតរបស់អញហើយនោះគឺអញគួរណានឹងត្រូវតែដាក់ទោសទណ្ឌកម្មដល់រូបវាឲ្យបានធ្ងន់ធ្ងរបំផុតជាមុនសិនព្រោះដោយសារតែវាហ៊ានមានចិត្តថ្លើមធំមកបើកផែនការមករកកលល្បិចមកលើរូបអញឲ្យបានចាំបាច់ចប់សពគ្រប់ជាមុនសិននិយាយមិនទាន់ទាំងដាច់ពាក្យសម្ដីស្រួលបួលផងជូហ្វានក៏បានលូកដៃទៅទះកំភ្លៀងចំនួន2បាតដៃពេញមួយទំហឹងទៅលើផ្ទៃភ័ក្ររបស់ព្រះអង្គម្ចាស់ទី2រហូតធ្វើឲ្យរូបទ្រង់ត្រូវដួលផ្កាប់ព្រះភ័ក្រទៅនឹងផ្ទៃដីភ្លាមអ្វីដែលលោកបងជូហ្វានបានបកស្រាយអំបញ្ញមិញគឺពិតជាមានហេតុផលត្រឹមត្រូវខ្លាំងណាស់ប៉ុន្តែទោះជាយ៉ាងណាក៏ដោយទ្រង់ក៏ធ្លាប់ជាលោកបងប្រុសបង្កើតរបស់រូបខ្ញុំម្នាក់ហេតុនេះសូមលោកមេការមេត្តាកុំដាក់ទោសទណ្ឌកម្មដល់គាត់តទៅទៀតអីចូលលោកចាត់ទុកថាលើកនេះជារូបខ្ញុំផ្ទាល់ជាអ្នកចេញមុខមកសំពះអង្វរករជំនួសគាត់ចុះណាលោកបងជូហ្វានព្រោះរូបខ្ញុំយល់ឃើញថារាល់ពពុះភ្លើងកំហឹងទាំងឡាយដែលមាននៅក្នុងចិត្តរបស់លោកបងគឺវាគួរតែត្រូវបានរលត់បាត់បង់អស់ទៅហើយបន្ទាប់ពីលោកបងបានបំផ្លាញកំទេចចោលនៅរាល់ដំណាក់រាជវាំងដ៏ធំរបស់គាត់ឲ្យរលាយសាបសូន្យបាត់ទៅហើយនឹងព្រះនាងយូអ៊ីងនីងបានលួចខំបបោមាត់របស់នាងណែននៅក្នុងជំរឿចិត្តពិតប្រាកដរបស់នាងគឺមិនមែនមានគំនិតចង់ដើរមកពោលពាក្យបន្ទោសបង្កាច់ដាក់ខ្លួនជូហ្វាននោះឡើយប៉ុន្តែវាមានសភាពផ្ទុយស្រឡះពីនេះទៅវិញព្រោះនាងហាក់បីដូចជាកំពុងតែកើតមានចិត្តបើការគ្រប់គ្រងទៅលើរាល់ទង្វើសកម្មភាពរបស់គេទៅលុះបានឮពាក្យសម្ដីអង្វរករដិតដល់បែបនេះភ្លាមព្រះអង្គម្ចាស់ទី3ក៏កើតមានក្តីភ្ញាក់ផ្អើលនៅក្នុងប្រតិយជាខ្លាំងព្រោះគិតថាបើដើរទៅតាមរាល់ការសាកសួរដេញដោលរបស់ព្រះនាងយូអ៊ីងនីងស្ថិតនៅក្នុងខណៈពេលធ្វើដំណើរតាមផ្លូវកាលពីមុននេះហើយនោះគឺរូបទ្រង់អាចដឹងច្បាស់បាត់ទៅហើយថានៅពេលនេះគំនិតចិត្តគំនិតរបស់នាងគឺមានការកើតមាននូវភាពចាស់ទុំជាមុនឆ្ងាយណាស់ពិតមែនជូហ្វានពោលបានតើបើផ្អែកទៅលើការយល់ដល់ផ្ទៃមុខរបស់អ្នកទាំងពីរនាក់ហើយនោះសម្រាប់នៅក្នុងលើកនេះគឺរូបខ្ញុំសូមបើកចិត្តយោគយល់លើកលែងទោសរក្សាជីវិតឲ្យវារស់រានតទៅទៀតចុះប៉ុន្តែទោះជាយ៉ាងណាក៏ដោយចូលអ្នកទាំងពីរនាក់ចងចាំទុកនៅក្នុងចិត្តឲ្យបានល្អិតល្អន់ផងចុះថាពួកឯងម្នាក់គឺសុទ្ធសឹងតែត្រូវជំពាក់បំណុលគុណធម៌របស់ខ្ញុំម្នាក់មួយច្បាស់លាស់បាត់ទៅហើយដឹងកុំលួចបំភ្លេចឲ្យសោះណាជូហ្វានបានលេចនៅស្នាមញញឹមដ៏គួរឲ្យខ្លាចមួយឡើងទាំងក្រសែភ្នែកបានបើកការសម្លឹងមើលចំទៅកាន់ព្រះអង្គម្ចាស់ទី3រួចជាមួយនឹងព្រះនាងយូអ៊ីងនីងមិនដាក់ភ្នែកឡើយព្រះអង្គម្ចាស់ទី3ស្រាប់តែបានស្រែកខាត់ឡើងភ្លាមថាចូលលបងឈប់សិនតើហេតុអីបានជាពួកយើងត្រូវជំពាក់បំណុលគុណដល់ទៅ2បាត់ទៅវិញការពិតទៅគឺវាមានត្រឹមតែបំណងគុណតែមួយគត់តែលបងព្រះអង្គម្ចាស់ទី3បានស្រែកតវ៉ាដេញដោលខ្លាំងជូហ្វានតបវិញអ្នកទាំងពីរនាក់គឺសុទ្ធសឹងតែបានចេញមុខមកសំពះជម្រាបសូមឲ្យរូបខ្ញុំយោគយល់លើកលែងជីវិតឲ្យរូបវាដូចគ្នាសោះ
ដូចនេះលុះឈានចូលដល់ថ្ងៃអនាគតខាងមុខប្រសិនបើមានគណៈពេលណាមួយដែលរូបខ្ញុំមានសេចក្តីត្រូវការជំនួយនោះគឺអ្នកទាំងពីរនាក់ត្រូវតែប្រញាប់ចេញមុខមកជួយជ្រោមជ្រែងដល់រូបខ្ញុំឲ្យបានសម្រេចជួហ្វានពោលដាច់ពាក្យសម្ដីភ្លាមគេក៏បានប្រញាប់បោះជំហានជើងដើរចាក់ចេញទៅភ្លាមដោយបានបណ្ដោយបន្សល់ទុកឲ្យបុគ្គលទាំងពីរនាក់ត្រូវសម្ងំឈរគិតពិចារណាពីសាច់រឿងទាំងក្តីខ្វល់ខ្វាយក្នុងចិត្តរៀងៗខ្លួនកញ្ញាយូហ្វានស៊ុនជីនាងធ្លាប់ជាមិត្តភក្តិដ៏ល្អប្រពៃម្នាក់របស់រូបខ្ញុំសោះពួកយើងគឺពិតជាមានការណាត់ជួបផ្ទៃមុខគ្នានៅក្នុងថ្ងៃនេះពិតប្រាកដមែនប៉ុន្តែគ្រាន់តែបណ្ដាលមកពីមានវត្តមានរំខានរបស់លោកបងទាំងពីរនាក់រួមជាមួយនឹងពួកអ្នកបម្រើដែលមានចរិតរដុបមិនដឹងខ្នាតទាំងនេះប៉ុណ្ណោះទើបធ្វើឲ្យនៅក្នុងចិត្តរបស់នាងត្រូវកើតមានជាប់នៅក្តីភ័យខ្លាចខ្លាំងដល់ថ្នាក់នឹងទៅវិញសោះលោកបងស្រីពេលនេះខ្ញុំមានសេចក្តីចាំបាច់ខ្លាំងណាស់ត្រូវតែធ្វើដំណើរទៅជួយជ្រោមជ្រែងដល់រូបនាងហើយព្រះនាងតូចយូហ្វានស៊ុនជីបានពោលឡើងមកទាំងនៅក្នុងចិត្តមានក្តីសប្បាយរីករាយត្រេកអរជាខ្លាំងលុះនឹកឃើញដល់រឿងរ៉ាវសំខាន់អ្វីមួយផ្លែតនាងក៏បំរុងនឹងបោះជំហានជើងដើរទៅមុខតែត្រូវបានព្រះនាងយូអ៊ីងនីងលូកដៃមកខាត់ខាំងជាប់ភ្លាមលោកបងទី3ចំពោះលោកបងវិញគឺចូលលោកបងប្រញាប់ធ្វើព្រះរាជដំណើរយាងចាក់ចេញទៅមុនសិនទៅចុះហើយក៏មានចិត្តកើតមាននៅក្តីបារម្ភពីសុវត្ថិភាពរបស់រូបខ្ញុំអីលោកបងស្រីរូបខ្ញុំពិតជាបានដឹងខ្លួនច្បាស់ណាស់ថានៅក្នុងចិត្តរបស់លោកបងស្រីគឺកំពុងតែមានគំនិតចង់រកវិធីលួចរត់គេចខ្លួនចាក់ចេញទៅខាងក្រៅព្រះរាជវាំងដោយភាពខុសឆ្គងនឹងច្បាប់បម្រាមវាំងសាជាថ្មីម្ដងទៀតហើយមែនទេព្រោះចូលលោកបងស្រីចាំទុកឲ្យច្បាស់ចុះថាទោះបីជាពេលនេះលោកបងស្រីសម្រេចចិត្តធ្វើដំណើរទៅជាមួយគេពិតមែនក៏ព្រះចៅអធិរាជទ្រង់ច្បាស់ជានឹងត្រូវចាត់ចែងបញ្ជូនក្រុមកងទ័ពឲ្យធ្វើដំណើរមកតាមដេញចាប់ខ្លួនលោកបងស្រីឲ្យហោះត្រឡប់ចូលមកខាងក្នុងវាំងវិញព្រះអង្គម្ចាស់ទី3បានបើកការដាស់តឿនព្រមានទៅកាន់ព្រះភក្កិនីបង្កើតរបស់ខ្លួនភ្លាមព្រោះរូបខ្ញុំពិតជាមានក្តីបារម្ភនៅក្នុងចិត្តខ្លាំងណាស់ខ្លាចក្រែងលោទឹកចិត្តរឹងរូសរបស់លោកបងស្រីនឹងនាំផ្លូវបង្កឲ្យកើតមាននៅរឿងរ៉ាវទំនាស់ចំនួនដ៏ធំធេងផ្សេងៗជាបន្តទៀតរហូតធ្វើឲ្យត្រូវទទួលរងនៅទោសទណ្ឌឃុំឃាំងព្រះកាយអស់រយៈពេលយូរអង្វែងជាងនេះទៅទៀតនោះឯងចូលលោកបងឈប់សិនព្រោះលើកនេះលោកបងពិតជាបានពោលពាក្យសម្ដីខុសឆ្គងបាត់ទៅហើយព្រោះថាកញ្ញាយូហ្វានស៊ុនជីគឺនាងនឹងត្រូវធ្វើដំណើរត្រឡប់ទៅជាមួយរូបខ្ញុំដើម្បីទៅរស់នៅក្នុងទីស្នាក់ការដំណាក់របស់លោកព្រះអង្គម្ចាស់សុងប៊ីនវិញដដែលតើវាមិនមែនជាការធ្វើដំណើរទៅកាន់ទីលានពោជាសេកអីរបស់ពួកលោកនោះឡើយជូហ្វានបានបើកការពោលពាក្យសម្ដីកាត់បានធ្វើឲ្យមនុស្សគ្រប់គ្នាដែលឈរនៅទីនោះត្រូវកើតមានក្តីភ្ញាក់ផ្អើលនៅក្នុងចិត្តជាខ្លាំងភ្លាមខណៈនោះព្រះអង្គម្ចាស់ទី3បានដកដង្ហើមធំវែងចេញមករួចទ្រង់បានបង្វែរក្រសែភ្នែកទៅសម្លឹងមើលយូហ្វានស៊ុនជីកញ្ញាយូហ្វានស៊ុនជីរូបអញពិតជាមានក្តីកោតសរសើរទៅលើទឹកចិត្តដ៏ដាច់ផ្ដាច់ការរបស់ឯងខ្លាំងណាស់ណាប៉ុន្តែទោះជាយ៉ាងណាក៏ដោយក៏ឯងត្រូវតែបង្កើនការប្រុងប្រយ័ត្នខ្លួនឲ្យបានខ្ពស់ជានិច្ចព្រោះដឹងទេថាបុគ្គលម្នាក់នេះគេគឺមិនមែនមានត្រឹមតែចរិតលក្ខណៈដ៏មានភាពសាហាវឃោរឃៅតែប៉ុណ្ណោះនោះទេប៉ុន្តែប្រសិនបើឯងសុខចិត្តបណ្ដោយខ្លួនឲ្យទៅរស់នៅក្បែរដងខ្លួនរបស់គេអស់រយៈពេលត្រឹមតែដកកន្លះខែពេញទៅនោះឯងច្បាស់ណាស់ថានឹងអាចដឹងយល់ច្បាស់ជាក់ជាមិនខានថាការពិតទៅគេគឺមានសភាពមិនខុសអីពីសត្វបិសាចកំណាចមួយក្បាលដែលបានចាប់ជាតិធ្វើជាមនុស្សលោកនោះឡើយមិនទាន់ទាំងបានបើកឱកាសឲ្យទ្រង់ពោលដាច់ពាក្យសម្ដីបកស្រាយបានចប់សពគ្រប់ផងជូហ្វានបានបើកការនិយាយកាត់បត់ភ្លាមដោយសម្លេងដ៏ត្រជាក់ស្រទុំថាតើហេតុអីបានជាឯងហ៊ានមានចិត្តថ្លើមធំមកពោលពាក្យសម្ដីឈួតឡប់បែបនេះចេញមករូបអញគឺជានាយករដ្ឋមន្ត្រីដ៏ល្អម្នាក់សោះតើទៅជាសត្វបិសាចកំណាចតាំងពីគណៈពេលណាទៅវិញប៉ុន្តែទោះជាយ៉ាងណាក៏ដោយមើលទៅចរិតលក្ខណៈរបស់ឯងគឺពិតជាមិនបានកើតមានចិត្តបើកការខ្វល់ខ្វាយទៅលើរឿងរ៉ាវកិត្តិនាមនិងសេចក្តីថ្លៃថ្នូររបស់ខ្លួនឯងបន្តិចសោះមែនណាព្រះអង្គម្ចាស់ទី3បានសម្លឹងមើលចំទៅកាន់ផ្ទៃមុខរបស់ជូហ្វានរួចហើយក៏បានដកដង្ហើមធំវែងចេញមកសាជាថ្មីជូហ្វានបានឆ្លើយតបទៅវិញភ្លាមថាអ្វីដែលឯងបានបកស្រាយអំបញ្ញមិញគឺពិតជាមានហេតុផលត្រឹមត្រូវព្រោះបន្ទាប់ពីរូបអញបានខំប្រឹងគិតគូរពិចារណាអស់រយៈពេលយ៉ាងល្អិតល្អន់រួចរាល់អស់ហើយនោះគឺអញមានសេចក្តីចាំបាច់ខ្លាំងណាស់ត្រូវតែរក្សារូបរាងកាយរស់នៅក្បែរដងខ្លួនរបស់យូហ្វានស៊ុនជីជានិច្ចដើម្បីការពារកុំឲ្យមានពួកមនុស្សអាក្រក់ណាម្នាក់ហ៊ាននាំផ្លូវនាងឲ្យខូចចរិតលក្ខណៈល្អបានឡើយព្រះនាងយូអ៊ីងនីងលុះនៅពេលដែលបានឮពាក្យសម្ដីបែបនេះភ្លាមនាងក៏បានលិចនៅខ្សែភ្នែកដ៏មានពន្លឺចែងចាំងឡើងភ្លាមរួចនាងបានប្រញាប់ងាកទៅប្រាប់ដល់ព្រះអង្គម្ចាស់ទី3ភ្លាមថាលោកបងទី3ប្រសិនបើស្រាប់តែថ្ងៃខាងមុខព្រះចៅអធិរាជទ្រង់កើតមានប្រតិយខឹងសម្បារួចបើកការបន្ទោសបង្កាច់មកលើរឿងរ៉ាវមួយនេះមែននោះគឺលោកបងត្រូវតែជាអ្នកចេញមុខមកទទួលខុសត្រូវរាល់រឿងរ៉ាវទាំងអស់ជំនួសពួកយើងឲ្យបានសម្រេចណាបងព្រះអង្គម្ចាស់ទី3បានត្រឹមតែដកដង្ហើមធំវែងចេញមកពីក្នុងទ្រូងតែប៉ុណ្ណោះឆ្លងកាត់អស់រយៈពេលមួយសន្ទុះក្រោយមកឈូហ្វានក៏បាននាំផ្លូវបុគ្គលដ៏មានរូបរាងកាយស្រស់សោភាក្បែរខ្លួនទាំងពីរនាក់ឲ្យបើកការបោះជំហានជើងដើរចាក់ចេញទៅខាងក្រៅដោយបានបណ្ដោយបន្សល់ទុកឲ្យព្រះអង្គម្ចាស់ទី3ត្រូវសម្ងំនៅចាត់ចែងដោះស្រាយនៅរាល់រឿងរ៉ាវយ៉ាប់យ៉ឺនទាំងឡាយដែលនៅសេសសល់ម្នាក់ឯងប៉ុន្តែមុននឹងចាក់ចេញទៅផុតនោះទ្រង់ក៏បានពោលពាក្យផ្ដាំផ្ញើទៅកាន់ជូហ្វានដោយទឹកដមសម្លេងដ៏ទន់ភ្លន់បំផុតថាលោកបងជូហ្វានចូលលោកបងមេត្តាជួយមើលថែរក្សាការពារដល់សុវត្ថិភាពរបស់ព្រះនាងយូអ៊ីងនីងឲ្យបានល្អដិតដល់បំផុតផងចុះជូហ្វានក៏បានងក់ក្បាលបើកចិត្តព្រមព្រៀងតាមភ្លាមព្រោះដឹងខ្លួនច្បាស់ណាស់ថានៅក្នុងនាមគេជាបុគ្គលម្នាក់ដែលព្រះចៅអធិរាជតែងតែមានចិត្តពេញចិត្តនិងផ្ដល់នូវក្តីទុកចិត្តខ្ពស់ឲ្យជានិច្ចបែបនេះទំនាក់ទំនងដ៏ល្អមួយនេះគឺច្បាស់ជានឹងអាចផ្ដល់នូវរាល់ផលប្រយោជន៍ដ៏មហាសាលឲ្យមករករូបខ្ញុំវិញជាក់ជាមិនខាននៅក្នុងថ្ងៃអនាគតខាងមុខដ៏ខ្លីព្រោះតាំងពីដើមរហូតមកដល់ទីបញ្ចប់នៃសាច់រឿងជូហ្វានគឺតែងតែមានល្បិចកលឆ្លាតវៃអាចគិតគូររៀបចំផែនការទុកជាមុននៅរាល់ជំហានជើងដើររបស់គេបានយ៉ាងល្អឥតខ្ចោះបំផុត